Ba xôm chụp điệp xua xa chỉ mấy khi khán tranh video dũ được cái đây là cái lực ba chấm bùa bằng ổn nè sắc xa sài chiếu nè sài lạnh khang bị say ấy ở sọ bồ đàn ba nhưng miền rồi khạc khạc rồiผมอาจจะเลียถอดไปทั้งไงบานนั่นนะจังมีนะถอดไปยกเป็นไอสเตอร์ไปลืนแต่เจ้านี่ខ្ញុំព្យាយាមបើកไปลือអស់ហើយសង្ឃឹមថាវីដេអូហ្នឹងចេញទៅច្បាស់អាចមើលឃើញណាបាទអឺពេលថ្ងៃមនុស្សរៀងអ៊ូអពេលជប់ចឹងទៅរៀងស្ងាត់អាចងាយស្រួលថតបានច្បាស់បាទអញ្ចឹងសូមបន្តទៅទៀតនេះគឺជាសិលាចារឹកមួយដែលនៅខេត្តតាកែវដែរទេជាសិលាចារឹកផ្ទាំងមួយដាច់ដោយឡែកបាទជ្រុងខាងកើតបើនិយាយពីថ្មដែលនៅសាលាសំទោសនៅសារមន្ទីរនៃការរក្សាទុកហ្នឹងគឺផ្នែកមួយនៃថ្មនឹងឯងគឺឬក៏ថានិយាយចឹងមិនត្រូវទេថាជាជ្រុងមួយណាបាទជាជ្រុងមកខាងទៀតបាទដែលទីពីជ្រុងដែលមាន3បន្ទាត់ដែលខ្ញុំបានអានកាលពីមុនហ្នឹងណាបាទនៅទីនេះបានរៀបរាប់ពីអំណោយដែរបាទរៀបរាប់ពីអំណោយដែរខ្ញុំសូមជម្រាបជូនអ្នកស្រឡាញ់វិស័យបុរាណអ្នកសិក្សាគ្រប់រូបបានជ្រាបថាសាលាចារឹកនីមួយៗមានអត្ថន័យខ្លឹមសារខុសគ្នាមានការរៀបរាប់ផ្សេងគ្នាគ្រប់សាលាចារឹកទាំងអស់សុទ្ធតែមានព័ត៌មានសំខាន់ប៉ុន្តែរឿងដែលថាត្រូវវិភាគឲ្យឃើញលក្ខណៈសំខាន់នោះគឺជារឿងនៅខាងក្រោយនោះទេបាទជាដំបូងហ្នឹងគឺត្រូវស្គាល់អក្សរព្យញ្ជនៈស្រៈអីដែលអាចអានបានហ្នឹងចាំវិភាគតាមក្រោយណាបាទខ្ញុំមានពេលខ្ញុំនឹងធ្វើបន្តទៅទៀតដោយការសន្យាទុកពីមុនដែរនៅទីនេះខ្ញុំជឿថាអ្នកសិក្សាបានស្គាល់ព្យញ្ជនៈស្រៈអីហ្នឹងខ្លះហើយបាទហើយក៏ទំនងជាអាចប្រកបអានបានផងបាទទំនងជាអាចប្រកបបាន3 4បន្ទាត់ដែលបានឃើញនេះបាទមួយកណាត់ហ្នឹងណាបាទខ្ញុំជឿថាអានបានណាបាទអញ្ចឹងសូមបន្តការព្យាយាមហើយសូមបន្តចូលរួមជាមតិយោបល់អីហ្នឹងបន្តទៅទៀតចុះខ្ញុំស្វាគមន៍បាទគ្រប់មតិយោបល់ទាំងអស់គ្រាន់តែថាមិនសុទ្ធតែបានឆ្លើយតបតន់ពេលវេលាទេបាទសូមអធិស្ឋានហើយសំណួរខ្ញុំឃើញមកច្រើនបាទខ្ញុំឃើញមកច្រើនខ្ញុំអត់ទាន់ចុច react អត់ទាន់ចុចមេដៃហ្នឹងព្រោះថាខ្ញុំចង់ហាញថាខ្ញុំអត់ទាន់បានឆ្លើយតបណាបាទគ្រប់ comment ដែលខ្ញុំបានចុចហ្នឹងគឺមានន័យថាខ្ញុំបានឃើញបានឆ្លើយតបហើយបើខ្ញុំមិនទាន់បានចុចទេមានន័យថាខ្ញុំបានឃើញប៉ុន្តែអត់ទាន់មានពេលមើលល្អិតល្អន់នឹងឆ្លើយតបទេបាទឥឡូវចូលមកដល់សាលាចរិតរបស់យើងណាបាទនេះភាពនោះដូចជាច្រើនបន្តិចអញ្ចឹងខ្ញុំសូមចង្អុលមកកាន់ពាក្យនេះពេលនេះឃើញកជើងញោខ្ញនេះស្រអកតួនេះតួស្រអកខ្ញោហើយនឹងមាក់នេះទៅឬក៏ថានេះនឹងអំនេះទៅយើងថាខ្ញុំបាទបញុំបើយើងអានយកខ្យល់សំទោសបើអានអត់ខ្យល់ណាអានកញោកញកញអ៊ុំកញុំវរះអានតាមសំស្ក្រឹតចេញវរះបើអានតាមខ្មែរចេញវរះខ្ញុំវរះឬក៏ខ្ញុំវរះនឹងតាមមូលភេទអអូទៅទៀតបាទបើអានមិនមានមូលភេទចេញវរះបាទអញ្ចឹងការអាននឹងមានទំនោរច្រើនណាស់បាទមានទំនោរមានរបៀបរបបនឹងច្រើនណាស់បើសិនបើមានបន្លែកភាពត្រង់ណាដែលពុំធ្លាប់បានឮការអានហ្នឹងក៏សូមអភ័យទោសនឹងកត់ត្រាទុករបៀបរបបនឹងថែមទៀតទៅចុះបាទខ្ញុំវរះកំរតាំងអញបាទឬក៏ខ្ញុំវរះកំរតាំងអញតនេះមើលអត់ឃើញទេប៉ុន្តែតនេះខ្ញុំនឹងបង្ហាញនៅខាងក្រោយតទៅទៀតនៅកន្លែងបាត់នេះបាទផ្ទាំងហ្នឹងគឺថាសឹកមើលលែងឃើញជាងនឹងទៅទៀតមើលលែងឃើញជាងនឹងទៅទៀតនេះបាទនេះគឺផ្ទាំងដែលបានមកពីលោកប្រធានបតំងអក្សរសាស្ត្រខ្មែរនៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាដែលលោកផ្ដល់ឲ្យយកមកសិក្សាណាបាទផ្ដល់ឲ្យយកមកសិក្សាអញ្ចឹងបានឱកាសហ្នឹងបង្ហាញរបស់លោកតែម្ដងបាទស្វរៈអានេះសកោជើងវហើយនឹងរោនេះអានស្វរៈប៉ុន្តែខ្មែរមិនអានស្វរៈខ្មែរចូលចិត្តអានតែសូឧទាហរណ៍ដូចព្រះអេសូអញ្ចឹងខ្មែរអានតែព្រះអេសូមិនថាអ៊ីស្វរៈផងនឹងខ្មែរទម្លាប់អញ្ចឹងហើយក៏និយមអានអញ្ចឹងមកហើយអញ្ចឹងថាស្វរៈនេះថាសូក៏បានដែរបាទខ្ញុំវរះកំរតាំងអញសូមនមរតតាំងអន្តារឲ្យសម្បរិភោគតនេះអានថាឲ្យអញ្ចឹងខ្ញុំអានតាមទំនោរនៃភាសាយើងប្រើបច្ចុប្បន្នណាបាទបើខ្ញុំអានតាមសូខាងសៀមរាបទំនោរជាអានផ្សេងណាបាទ
សូមនមរតាងអន្តារអូយសំបរិភោគអាចចេះហើយបាទនៅទីនេះឃើញឲ្យបាទអាចដឹងហើយថាឲ្យហើយសំបរិភោគនេះគឺថាគ្រឿងឧបភោគបរិភោគទាំងឡាយអញ្ចឹងចុះណាបាទដែលផ្សំមកដែលរួមមកមានគ្រឿងបរិភោគអៃដវរះកម្រតាំងអញបាទអូមើលឡើងឃើញហើយបាទសុំបវលបន្តិចអាចអង្គើតិចហើយបាទបាទនៅទីនេះមានសំបរិភោគអៃដវរះកម្រតាំងអញកម្រតាំងដេមនៅទីនេះអានថាដេមចុះផ្លាស់តជាដអេដេដេនឹងនិកហិតខាងលើនេះម៉ាក់នេះដេមដេមក៏ជើងរកក្រអោក្រោមនឹងម៉ាក់នេះក្រោមដែរបាទដើមដេមក្រោមបាទដេមក្រោមនេះយើងថាដើមក្រោមអញ្ចឹងដើមក្រោមនឹងដើមអីច្បាស់ជាមិនស្គាល់ដើមអីទេប៉ុន្តែតាមការប្រែប្រួលសំទោសការប្រែសម្រួលថាដើមសុក្រំបាទអញ្ចឹងក៏តាមតំណងនឹងទៅចុះក្រោមនេះអាចមានន័យផ្សេងទៀតណាបាទអាចមានន័យផ្សេងទៀតដូចទៅនៅខាងក្រោមនៅផ្ទុយពីពាក្យខាងលើហ្នឹងណាបាទនៅខាងក្រោមហ្នឹងក៏យើងប្រើពាក្យក្រោមហ្នឹងដែរបាទនេះសញ្ញាមូលចុចមួយនេះគឺសញ្ញាខណ្ឌណាបាទសញ្ញាខណ្ឌគឺថាថ្វាយចំពោះព្រះកម្រតាំងអញដេមក្រោមនេះថ្វាយអីខ្លះគឺថ្វាយរមាំបាទថ្វាយរមាំថ្វាយចម្រេងរមាំឬក៏រមាំនេះមកពីពាក្យថារំបាទរមាំហ្នឹងមកពីពាក្យថារំបច្ចុប្បន្នប្រើពាក្យរបាំហើយនៅក្នុងបុរាណក៏មានពាក្យថារបាំដែរប៉ុន្តែរមាំនេះយើងថាមិនគឺថាអ្នករំបាទថាអ្នករំចុះបាទហើយដល់ពេលរបាំថាមិនថាជាឈ្មោះនៃការរំឬក៏យ៉ាងណានឹងអាស្រ័យទៅលើបញ្ញត្តិបាទអាស្រ័យទៅលើបញ្ញត្តិដែលដាក់ឲ្យពាក្យហ្នឹងតើពាក្យហ្នឹងប្រើទៅមានន័យថាម៉េចបាទរមាំប្រាប់ប៉ុន្មានណាបាទនេះលេខប៉ុន្មានចម្រេងប៉ុន្មានដែរនេះគឺលេខចាបាទអញ្ចឹងសុំទុកលេខហ្នឹងសិនចុះបាទសុំទុកលេខហ្នឹងចុះថ្មឹងវីណៈលេងឃើញបាទសុំពវល់បន្តិចទៀតសិនបាទយើងឃើញពាក្យតជាងមកថ្មអេថ្មេនឹងថ្មឹងបាទប៉ុន្តែឃើញថ្មេនេះដូចវះពោះអញ្ចឹងបើវះពោះមិនមែនថ្មឹងទេថ្មីងបាទអាចចេញថ្មីងតជាងមកថ្មអីថ្មីបាទអអាយើងថាអអាអេអីខ្មែរបាទអានថាអាអ៊ីអ៊ីគឺថាសំស្ក្រឹតបាទអញ្ចឹងតជាងមកថ្មឬក៏ថ្មអ៊ីថ្មីប៉ុន្តែមិនមែនថ្មីផងស្រអីថ្មីថ្មីងវិណៈកញ្ចងលាវបាទថ្មីងវិណៈកញ្ចងលាវអញ្ចឹងតម្រងនេះយើងមានឃើញតាំងពីបុរាណមកដែរណាលោអ៊ីលានឹងវលាវពីលើនេះអត់អានណាពីលើនេះអត់ព្រមប្រកបទេមកប្រកបនឹងខាងក្រោមនេះវិញដូចពាក្យព្រំដែលយើងឃើញណាពោជង្រោប្រូនឹងហអត់ប្រកបនឹងពាក្យថាប្រកបនឹងជើងម៉ូឯណាបាទហ្នឹងឃើញពាក្យព្រំណាឃើញពាក្យម៉តម្រៃយើងមិនព្រមអានហមម៉ែស្រួលថាម៉ទៅប៉ុន្តែទំនងបុរាណលោកមិនបំបត្តិខ្យល់ហ្នឹងទេប៉ុន្តែអាចថាសម័យទេឬក៏ថាសម័យណាមួយដែលមានការប្រែប្រួលវិវត្តភាសានឹងជារឿងធម្មតាបាទព្រោះភាសាមានការវិវត្តជារឿងធម្មតាទេបាទប៉ុន្តែទោះយ៉ាងណាក៏យើងនៅតែសរសើរដូនតាខ្មែរសរសើរអ្នករៀបចំវចនានុក្រមខ្មែរសរសើរប្រជាជនខ្មែរដែលព្រមរក្សារូបហជើងម៉ណាហជើងម៉ហ្នឹងមិនផ្លាស់ហចេញដាក់តម៉ទៅទេហើយសម្រាប់ពីចេញមកបាទព្រោះអ្វីមនុស្សជាអ្នកកំណត់ណាបាទអញ្ចឹងក៏សូមសរសើរការប្រើប្រាស់មកទល់នឹងបច្ចុប្បន្នហ្នឹងវិលមកវិញត្រង់នេះយើងឃើញប្រព័ន្ធការអានបែបហ្នឹងគឺយើងយកលោអ៊ីលានឹងវលាវអញ្ចឹងទៅមកអក្សរលោនេះបាទដូចរូប @gmail.com ខ្ញុំរៀននិស្សិតខ្ញុំចេះតែនិយាយលេងថានិស្សិតទៅយើងមិនដឹងទេណាមិនដឹងថាខ្មែរយើងចូលពីគេយកពីយើងណារូបមូលកន្លងអញ្ចឹងណាបាទប៉ុន្តែខ្ញុំសុំលងទៅចុះលេខខ្ញុំសុំទុកតាមក្រោយទៅណាបាទសុំទុកលេខជាក្រោយបាទបន្តទៅទៀតនេះខ្ញុំសុំពវល់បន្តិចអាចថាមិនវិលមុខទេខ្ញុំពវល់យឺតណាបាទគាត់ឲ្យថ្មឹងវិណៈកញ្ចងលាវមិញហ្នឹង4គឺថាថ្មឹងអ្នកដេញវិណៈពិនយើងថាវិណៈគិតគឺថាមិនពិនប្រកបដោយខ្លឹមសារអត្តន័យហ្នឹងមានន័យថាជាកំណាព្យដែលគេពោលអីណាក្នុងទម្រង់វិណៈគិតខ្មែរយើងមានដែរប៉ុន្តែមិនមែនវិណៈគិត
ដូចជាច្បាប់លោកក្រមងុយដូចស្នាដៃរបស់អ្នកប្រាស់ភិរមភាសាអ៊ូហៅលោកតាក្រមងុយហ្នឹងគាត់លេងសាដៀវឬក៏ខ្មែរយើងថាមិនតន្ត្រីខ្សែឯកតន្ត្រីខ្សែមួយថាមិនក៏ថាចុះហៅថាមិនក៏ហៅប៉ុន្តែហ្នឹងឲ្យជាតម្រង់ដូចវីណាគីបដែរបាទគឺថាគាត់ច្រៀងគាត់ដេញផងគាត់ច្រៀងហើយគាត់ដេញផងហើយពាក្យពេចន៍របស់គាត់ហ្នឹងគឺថាមានពីរោះពិសាណែងណងហើយជាពាក្យដែលសិតតែជាច្បាប់ទម្លាប់ជាការអប់រំទូលមានថែមទៀតទៅណាបាទនេះខ្ញុំមិនមែននិយាយរឿងថ្មឹងវីណៈកញ្ជងហ្នឹងទៅធៀបនឹងវីណៈគីបទេខ្ញុំប្រើពាក្យថាវីណៈហ្នឹងទេវីណៈហ្នឹងហើយខ្មែរយើងបច្ចុប្បន្ននេះយើងផ្លាស់វខ្ញុំសូមពវល់មកវិញតិចចុះបើសិននិយាយរឿងហ្នឹងទៅហើយនោះផ្លាស់វទៅជាពណាបាទផ្លាស់វទៅជាព EP នឹងណាក់នេះយើងថាពីនប៉ុន្តែខ្មែរទៅសេថាម៉េចពិនបាទយើងនិយាយថាពិនអញ្ចឹងវីណៈហ្នឹងបើផ្លាស់ទៅជាវិនទៅជាពិនបាទយើងអានតាមខ្មែរទៅជាពិនអញ្ចឹងឧបករណ៍ពិនហ្នឹងគឺមកពីពាក្យហ្នឹងទេណាបាទមិនមែនមកពីរឿងចិនគេហៅពិនយើងថាពិនដែរទេណាបាទគឺមកពីពាក្យដើមនៃសំស្ក្រឹតហ្នឹងឯងតទៅទៀតទៅយើងឃើញពាក្យថាចំអុកបាទនេះអ៊ុស្រៈពេញតួហើយណាបាទដូចជាស្តៀងតណាបាទស្តៀងតប៉ុន្តែអុកចំអុកនៅទៅនេះវបំរេក្រឡានៅទៅនេះវបំរេក្រឡាវរះបាទវបំរេក្រឡាវរះឬក៏វបំរេក្រឡាវរះក្រឡាហ្នឹងដូចថាមិនចាក់កឡាហ្នឹងថាពេលសំដៅថាទីកន្លែងថាមិនថាយើងថាទីកន្លែងទៅមិនទាន់ត្រូវណាបាទថាប្លង់ឬក៏ផ្នែកឬក៏ថាបើដីវិញគេពុះជាក្រឡាថាអញ្ចឹងថាចេះក៏វាមិនបានណាបាទអញ្ចឹងខ្ញុំសូមថាឲ្យជ្រុលយល់ថាកន្លាចុះថាកន្លែងចុះប៉ុន្តែវាប្រែថាកន្លែងមួយម៉ាត់ហ្នឹងវាមិនទាន់ត្រូវបំរេក្រឡាព្រះនេះគឺថាបំរើនៅកន្លែងដែលគេតម្កល់ព្រះហ្នឹងទីឬក៏គេសន្មត់មានពាត់ឬក៏ធ្វើរាជវត្តធ្វើអីពាត់ជុំវិញអញ្ចឹងទៅបំរេនេះគឺបំរើព្រះហ្នឹងឯងបាទខ្ញុំស្រីបាទខ្ញុំស្រីសំដៅដល់អ្នកបំរើដែលផ្នែកស្រែអ្នកបំរើផ្នែកស្រែណាបាទខ្ញុំស្រីហ្នឹងមិនមែនជាខ្ញុំបំរើរបស់ស្រែទេបាទគឺខ្ញុំបំរើដែលបំរើផ្នែកស្រែនៅទីនេះយើងសង្កេតឃើញថាការប្រើប្រាស់ពាក្យបុរាណលោកប្រើតែមួយម៉ាត់អញ្ចឹងហើយយើងយល់ន័យទៅបាទចំនួនប៉ុណ្ណេះបាទចំនួនប៉ុណ្ណេះថ្មល់ខ្ញុំថាថ្មល់លអញ្ចឹងវាមិនត្រូវទេត្រូវថ្មល់ខ្យល់រោនឹងគួរតែមានបាទអញ្ចឹងយើងអាចថាថ្មងរោថ្មល់ឬថាថ្មល់ឬថាថ្មងវាមិនបរោះទេណាបាទចំនួនប្រមាណអញ្ចឹងទៅក្របេបាទមានក្របេចំនួនប្រមាណអញ្ចឹងទៅស្រេអៃកន្ទោកបាទស្រេនៅឯកន្ទោកនេះមិនដឹងនៅតាណាទេណាបាទកន្តោកក៏កន្តោកចុះកន្ទោកក៏កន្ទោកទៅនៅឯស្រែនៅឯកន្ទោកហ្នឹងចំនួនប្រមាណណាបាទចាំបើខ្ញុំស្រង់លេខខ្ញុំផ្ទៀងផ្ទាត់ឡើងវិញថែមទៀតហើយខ្ញុំស្រង់លេខជូនណាបាទខ្ញុំស្រង់លេខជូនហើយខ្ញុំធ្វើវីដេអូនិយាយពីរឿងលេខខ្លីមួយបាទខ្ញុំសំយកវីដេអូលោកគ្រូអ្នកគ្រូនៅក្នុងបណ្ដាញសង្គមខ្លះផងហើយខ្ញុំបានទៅស្ដាប់គេហៅបឋកថាបាទបឋកថានិយាយពីលេខទាំងផងណាបាទអញ្ចឹងខ្ញុំទុកលេខទាំងសិនចុះខ្ញុំបាទទុកលេខទាំងសិនចុះកន្ទោកហ្នឹងចំនួនប្រមាណស្រេអៃចម្រៃស្រែនៅឯចម្រៃហ្នឹងសិនរេប្រមាណបាទហ្នឹងគូស1 2 3 4ថា4អញ្ចឹងចុះណាបាទស្រែឯចម្រៃហ្នឹងសិនរេ4អញ្ចឹងសិនរេនេះអាចជាអីអាចជានាមរណបនៃពាក្យស្រេប៉ុន្តែយើងសង្កេតឃើញថាវាមិននៅពីក្រោយទេបើថាយើងបច្ចុប្បន្នយើងថាស្រែចំនួន4ស្រែអញ្ចឹងទៅណាបើថាដីចំនួន4ឡូឡូហ្នឹងមិនពាក្យមកពីណាទេឡូហ្នឹងក្រូចចំនួន4ផ្លែបាទហើយអីទៀតមលូ4សន្លឹកណាបាទបារី4ដើមអញ្ចឹងទៅបាទហ្នឹងគឺជានាមរណបសិនរេនៅទីនេះនៅពីមុខលេខទៅវិញបាទនៅពីមុខលេខទៅវិញអញ្ចឹងតើវាអាចជានាមរណបបានដែរឬអត់នេះបាទស្រេអូពវលផ្លិចបែបាទនេះនៅពេលនេះណាបាទសិនរេ4នេះនៅទីនេះបាទសិនរេ4មកស្រេអៃចម្រៃសិនរេនេះនៅទីនេះខ្ញុំនិយាយបាញ់ហ្នឹងណាបាទតទៀតទៅយើងឃើញថា
ខ្ញុំសពវល់ហើយខ្លាច់ភ្លេចបាទស្រេអៃខ្នរដេមខ្នរដេមអញ្ចឹងពាក្យខ្នុលនេះដែលកើតបើជាខ្នុលយើងបច្ចុប្បន្នថាខ្នោណាថាខ្នោហ្នឹងមកពាក្យកជំនោខ្ននឹងរកខ្នុលបាទអញ្ចឹងទំនងជាខ្នុលដើមបាទបាត់សោបាទស្រែឯខ្នុលដើមស្រែឯដើមខ្នុលឬក៏ថាស្រែហ្នឹងឈ្មោះថាដើមខ្នុលអញ្ចឹងទៅបាទស្រែឯខ្នុលដើមយើងសង្កេតឃើញថាអ្នកស្រែចម្ការគាត់ដាក់ឈ្មោះអញ្ចឹងដូចស្រែខ្ញុំឈ្មោះអាឈ្នួលមានអាព្រីមមានអីចឹងទៅស្រែអ្នកភូមិមកខ្ញុំមានឈ្មោះអាកណ្ដោលមានឈ្មោះអីចឹងដែរតែនេះទំនងជាស្រែឯខ្នុលដើមហ្នឹងទំនងជាឈ្មោះស្រែហ្នឹងឈ្មោះថាខ្នុលដើមអញ្ចឹងឯងទំនងជានៅស្រែហ្នឹងមានដើមខ្នុលមួយដើមហើយទំនងជាអញ្ចឹងបាទស្រែឯខ្នុលដើមនេះឬក៏ខ្នុលដេមខ្នុលដេមបាទសិនរេ4ស្រេឯបឹងថ្វាំងបើអានតជើងវោថ្វាក់នឹងងាក់ថ្វាំងហើយបើអានថាបឹងធ្វងបានទេតជើងវោធ្វអូធ្វនងអត់មានធ្វអត់មានសអូសំទោតជើងវោធ្វនងធ្វងបានទេបានចុះបើថាស្រេឯបឹងដងបានអត់ចុះបើដហ្នឹងបើតផ្លាស់ជាដទៅជើងវោនឹងផ្លាស់ជាសអូទៅបាទស្រេឯបឹងដងសិនរេប្រហែលនេះលេខទៀតហ่ะស្រេឯបាទបន្តបន្តិចទៀតមុននឹងបញ្ចប់ណាបាទស្រេឯប្រទុលសិនរេ2អញ្ចឹងទៅណាបាទអញ្ចឹងសូមត្រឡប់រួមមកវិញមុននឹងបញ្ចប់បាទខ្ញុំសូមអានជូននឹងវិញបន្ថែមបន្តិចទៀតថាខ្ញុំបរះកម្រតាំងអញសូរមនមរតាំងអន្តារអុយសំបរិភោគឯដល់វរះកម្រតាំងអញកម្រតាំងទេមក្រមរមំចំរែងថ្មឹងវីណៈកញ្ចងលាវបាទសូមបវលបន្តិចបាទចំអុកវបំរេក្រឡាវរះបាទតទៀតទៅខ្ញុំស្រេថ្មល់ក្របីស្រេឯកន្ទោកស្រេឯចំរៃសិនរេ4អញ្ចឹងទៅណាស្រេឯខ្នល់ដេមសិនរេ4ស្រេឯបឹងដូងសិនរេប្រមាណ10ស្រេឯប្រទុលសិនរេប្រមាណ2អញ្ចឹងទៅណាបាទអញ្ចឹងខ្ញុំសូមបញ្ចប់ប៉ុណ្ណឹងវីដេអូនេះដូចជាវែងតិចហើយបាទសូមអធិស្ឋានហើយមានចម្ងល់សូមសាកសួរខ្ញុំក្រោយពីធ្វើវីដេអូនឹងហើយខ្ញុំនឹងបង្ហាញกระดาษដែលខ្ញុំបានសិក្សាពាក្យណាមួយហ្នឹងបាទមានឱកាសខ្ញុំនឹងតម្លាក់ចូលក្នុងក្រុម Telegram ខ្ញុំចេះតែនិយាយថាតម្លាក់ក្នុងចូលក្រុម Telegram ហើយអត់បាន add អ្នកសិក្សាចូលណាខ្ញុំសូមអធិស្ឋានមែនតើចាំមើលខ្ញុំតម្លាក់ចូលព្រោះដោយសារឥឡូវហ្នឹងវាមានបញ្ហារឿង hack អញ្ចឹងទៅខ្ញុំចិត្តតែមិនហ៊ានបើក link ឲ្យចូលទេបើសិនបើអ្នកសិក្សាចង់បានក្រុម Telegram ហ្នឹងសូមតាក់ទងមកខ្ញុំមកតាមរយៈ Telegram របស់ខ្ញុំផ្ទាល់បាទចាំមើលខ្ញុំតម្លាក់ link Telegram របស់ខ្ញុំផ្ទាល់ឬក៏តាក់ទងមកលេខទូរស័ព្ទរបស់ខ្ញុំផ្ទាល់ក៏បានដែរណាបាទអញ្ចឹងសូមអរគុណប៉ុណ្ណឹងបើសិនមានចម្ងល់ត្រង់ណាសូមសាកសួរហើយខុសត្រូវសូមអធិស្ឋានបាទសូមជម្រាបលា